នៅក្នុងពិភពលោកក្រោយមហន្តរាយធនធានទឹកសមុទ្រលោកណាស់តែខ្ញុំបានប្រើសារធាតុរ៉ែដ៏មានតម្លៃកំពុងត្រូវបានចំអិនក្នុងទឹកនីតិដែលបានរុញខ្ញុំចូលទៅក្នុងទឹកចំនួនការមានប្រុសហើយសៀវសានប៉ុន្តែនៅខាងក្រៅទ្វារពួកគេកំពុងយកហើយអង្វរខ្ញុំសុំអាហារខ្ញុំទឹកតែកើតជាថ្មីហើយខ្ញុំក៏ត្រូវបានបរិះនោះបានបែកបាក់ជាមួយនាងមើលអ្នកទៅតែងតែទិញទំនិញបញ្ចុះតម្លៃតើមីកញ្ចប់អាចប្រៀបធៀបទៅនឹងមីរៀនយ៉ាងដូចម្នាក់មិនមានអារម្មណ៍ខ្មាស់អៀនទេតែដល់ឡែកម៉ៅប៊ូហ្វានអបអ្នកចិត្តខាងនឹមខាងទៀតនៃសារនីស្រីនោះសម្លឹងមកខ្ញុំដោយការស្អប់បោះចោលកាលពីជាតិមុនខ្ញុំបានយំហើយអង្វរគាត់ឲ្យនៅគាត់បានផ្លាស់ប្ដូរដើម្បីនាងសូម្បីតែឪពុករបស់គាត់ដែលម្ដាយបន្សល់ទុកត្រូវបានបន្ថែមទាំងអស់ដាក់ឈ្មោះនាងនៅលើវាអ្វីដែលពួកគេទទួលបានមកវិញគឺទីបញ្ចប់នៃពួកគេបានកាន់កាប់ផ្ទះខ្ញុំហើយស៊ីអាហាររបស់ខ្ញុំនៅទីបញ្ចប់គាត់បានរុញខ្ញុំចេញដោយដៃរបស់គាត់ចំនួនឡើងខ្ពស់ខ្ញុំបានមើលដោយស្ងប់ស្ងាត់គាត់កំពុងមើលនាងចែកគ្នាបើអ្នកចង់ធ្វើអ្វីដែលអ្នកនឹងធ្វើរហូតដល់ស្លាប់ខ្ញុំបានលេបវាមាត់របស់ម៉ៅប៊ូហ្វានបើកចំហទាំងស្រុងលីវរូយ៉ានភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយទីនាងកាន់ដៃនាងយ៉ាងណែនហើយនិយាយដោយមិនស្មោះត្រង់ថាបងស្រីយេកុំប្រញាប់ពេកខ្ញុំចង្អុលទៅទ្វារហើយប្រាប់ពួកគេឲ្យចេញទៅបើអ្នកមិនចេញពីទីនេះទេខ្ញុំនឹងហៅប៉ូលីសមកបានស្រាប់តែក្រោកឈរឡើងសៀវយេអ្នកឈួតយើងនៅជាមួយគ្នាអស់រយៈពេល3ឆ្នាំហើយខ្ញុំគ្រាន់តែចង់សាកល្បងថាតើអ្នកពិតជាស្រឡាញ់ខ្ញុំឬអត់អ្នកចិត្តស្លូតបូតម្លេះពិតជាអ្នកមើលថែក្មេងដោយឥតគិតថ្លៃរយៈពេល3ឆ្នាំមែនវាយឺតពេលហើយក្នុងការស្វែងរកមួយផ្សេងទៀតខ្ញុំសើចចំអកគួរឲ្យអាណិតណាស់វា3ឆ្នាំហើយអ្នកនៅតែមានចិត្តទន់ភ្លន់ខ្ញុំលែងចង់ចំអិនម្ហូបទៀតហើយដំបូងឡើយពួកគេស្ថិតក្នុងស្ថានភាពសោកសៅម៉ៅប៊ូហ្វាននៅតែគំរាមកំហែងសៀវយេអ្នកដឹងតែពីរបៀបញ៉ាំអាហារឥតបានការបន្ទាប់ពីស្ត្រីកម្រិតនោះទេកំរខ្ញុំផ្អៀងខ្លួនទៅនឹងសុំទ្វារដែលនៅពីមុខខ្ញុំភាពងាយស្រួលដែលមិនធ្លាប់មានពីមុនមកអាហារឥតបានទំនិញឲ្យពេលដល់ទីបញ្ចប់នៃពិភពលោកអ្នកនឹងគ្មានសម្រាប់នៅសាលាគេមិនអាចយកសម្រាប់មកបរិភោគបានខ្ញុំឈ្មោះហេហើយឡានរបស់ឪពុកម្ដាយខ្ញុំបន្ទាប់ពីគាត់លងទឹកស្លាប់ខ្ញុំបានចិញ្ចឹមគាត់វាបានប្រែក្លាយទៅជាភាពច្របូកច្របល់នៃការធ្វើរោគវិនិច្ឆ័យថាវាជាទម្លាប់ខ្វះអារម្មណ៍សុវត្ថិភាពមិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃគ្រាន់តែវាធ្វើឲ្យការបូកលុយខ្ញុំខូចប៉ុន្តែទម្លាប់នៃការសន្សំសំចៃបានខ្លាយជាអ្នកផ្សាយផ្ទាល់នៅខាងផ្លូវគឺលោកលីរួយអស់សំណើចណាស់ខ្ញុំគិតថាខ្ញុំមិនមែនទេខ្ញុំខ្វល់រហូតដល់មិត្តប្រុសខ្ញុំជប់ខ្វល់កង្ហាបានបើកឡានជូនខ្ញុំទៅផ្ទះក្នុងចណ្ដៅទៅខាងក្នុងខ្ញុំបានបុកជាមួយនរណាម្នាក់ដែលកំពុងចង់ជាន់ក្រោមតែសម្រាប់ចោលសម្រាប់គាត់បានបាត់បង់ព្រលឹងរបស់គាត់ហើយភ្លេចអំពីយើងអតីតកាលទីបំផុតជាមួយស្នេហារបស់ខ្ញុំដោយប្រើមីកញ្ចប់ជាលេសពួកគេបានស្នើឲ្យបែងចែកអាហារខ្ញុំគ្មានពេលសោកសៅទេព្រោះខ្ញុំដឹងហើយទឹកចំនួនដែលនឹងលេបត្របាក់អ្វីទាំងអស់ភ្លៀងធ្លាក់ខ្លាំងកំពុងមកដល់ទីបញ្ចប់នៃពិភពលោកគឺជារយៈពេល30ថ្ងៃបន្ទុកបច្ចុប្បន្នរបស់ខ្ញុំទីតាំងល្អឥតខ្ចោះជាន់ផ្ទាល់ដីប៉ុន្តែវាជារបួសដ៏សាហាវមួយដ៏បំផ្លិចបំផ្លាញស្នាក់នៅយូរពេកតាមធម្មជាតិរយៈពេល3ខែធ្លាក់ខ្លាំងដូច្នេះខ្ញុំត្រូវឈរខ្ញុំតែងតែស្វែងរកបន្ទាយថ្មីជានិច្ចតាក់ទងភ្នាក់ងារ Brother Wong ជាបន្ទាន់ស្នើសុំផ្ទះនិងរថយន្តទៅលោកក្នុងតម្លៃទាបជាងទីផ្សារ20ដកប្រាក់បង់ប្រាក់ពេញលេញក្នុងរយៈពេល1សប្តាហ៍ភ្នាក់ងារនោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងយេសៀវបងស្រីខាត់ច្រើនណាស់ឥឡូវលក់មិនចេញទេសូម្បីតែលោកឆៅក៏មិនមានពេលគ្រប់គ្រាន់ដែរសេវានឹងការឡើងទ្វេដងប៉ុន្តែនៅតែមានពេល3ថ្ងៃទៀតខ្ញុំបានរៀបចំវារួចរាល់សម្រាប់អ្នកហើយដំបូងឡើយបន្ទាប់ពីដាក់ទូរស័ព្ទចុះខ្ញុំក៏បើកកម្មវិធីផ្ដល់ប្រាក់កម្ចីនិងកាត់អន្ទានទាំងអស់ពេងស្មៅភួយរីករាយដែនកំណត់អន្ទានទាំងអស់ឲ្យលុយខ្ញុំមកដូចគ្នានឹងអ្វីដែលខ្ញុំបានឲ្យអ្នកពីមុនម៉ៅប៊ូហ្វានហៅជាសក្ខីភាពនៃសេចក្តីស្រឡាញ់តួអង្គកាន់ដាំនាឡិកាម៉ាកល្បីកាបូបបរោះលំដាប់ខ្ពស់រីបញ្ជីពួកវាទាំងអស់នៅលើវេទិកាជុំចំណងជើងសាមញ្ញគឺមរតករបស់អតីតមិត្តប្រុសផលិតកម្មលក់ដាច់ទាំងទឹកភ្នែកផលិតផលពិតនិងផលិតផលខ្លាំងៗខ្ញុំមានតម្រូវការតែមួយគត់សម្រាប់ការជែកវែកញែកល្បឿនចូលធ្វើអ្វីមួយយ៉ាងណាមិញមុនពេលមានមហន្តរាយពិភពលោកលុយគឺចាំបាច់ណាស់វាជាវាសនាហើយបន្ទាប់មកនៅថ្ងៃបន្ទាប់ខ្ញុំបានចុះឈ្មោះកនីផ្ទាល់ខ្លួនមួយក្រុមហ៊ុនពាណិជ្ជកម្មបានចាប់ផ្ដើមទិញទំនិញយ៉ាងច្រើនទំនិញអង្ករម្សៅនិងប្រេងចម្អិនអាហារសុទ្ធតែលក់ដុំគំនរដូចភ្នំជាមួយនឹងរសជាតិគ្រប់បែបយ៉ាងឆ្នាំងក្តៅកម្ដៅដោយខ្លួនឯងអាហារកំប៉ុងមានសម្ពាធនំប៊ីស្គីហានរួចទឹកដបការបញ្ជាទិញសូម្បីតែអ្នកផ្គត់ផ្គង់ក៏ភ្ញាក់ផ្អើលដែរពួកគេគិតថាខ្ញុំនឹងចាប់ផ្ដើមកងអនុវេណាសារទំនើបបិទខ្ទប់ជាពិសេសថ្នាំពេទ្យអ្វីដែលសំខាន់បំផុតនោះគឺត្រូវចាប់ផ្ដើមជាមួយនឹងពេលនិយាយអំពីថ្នាំអង់ទីប៊ីយោទិកខ្ញុំស្ទើរតែរើសចានជាច្រើននៅក្បែរនោះត្រូវបានសារពើភ័ណ្ឌការផលិតថាមពលព្រះអាទិត្យឧបករណ៍ម៉ាស៊ីនភ្លើងម៉ាស៊ូតយោធាប្រើម៉ាស៊ីនចម្រោះទឹករហ័សនិងឧបករណ៍ប្រឆាំងនឹងការចាក់សម្លៀកបំពាក់ឧបករណ៍ចាក់គ្រឹះពូថៅភ្លើងមួយគ្មាននរណាម្នាក់ក្នុងចំណោមពួកគេអាចបាត់ខ្លួនបានទេខ្ញុំគង់ចំនួន7ឬ8ក្រុមបំបែកវាជាផ្នែកតូចប្រើឡានផ្សេងគ្នាដោយស្ងាត់បានលួចចូលកន្លែងថ្មីរបស់ខ្ញុំបន្ទប់ក្រោមដីយ៉ាងហោចណាស់នឹងជន់លិចរហូតដល់បន្ទប់តូចជាន់ទី3នៃស្រុកហើយលើកនេះខ្ញុំបានជួលជាន់ទី6នៃឧទ្យានដំបូងឡើយខ្ញុំគិតថាការលក់ផ្ទះគឺជារឿងសំខាន់បំផុតវាជិត1សប្តាហ៍ហើយខ្ញុំមិនដែលនឹកស្មានដល់រឿងនេះទេត្រឹមតែ3ថ្ងៃក្រោយមកភ្នាក់ងារបានទូរស័ព្ទមកគាត់មកដល់ហើយប៉ុន្តែសំឡេងរបស់គាត់មានអ្វីមួយចម្លែកអំពីគាត់តាមពិតទៅអ្នកដែលនិយាយថាពួកគេចង់ទិញផ្ទះរបស់ខ្ញុំយ៉ាងណាក៏ដោយវាគឺជាអតីតមិត្តប្រុសរបស់នាងគឺម៉ៅប៊ូហ្វានគិតថាខ្ញុំកំពុងដោយខូចចិត្តនាងចង់លក់ផ្ទះហើយចាក់ចេញកន្លែងដ៏សោកសៅនេះដូច្នេះពួកគេប្រញាប់ប្រញាល់ទៅខ្ញុំនៅទីនេះដើម្បីទទួលយកកិច្ចព្រមព្រៀងដ៏អស្ចារ្យនេះខ្ញុំប្រាប់ភ្នាក់ងារថាអ្នកចង់លក់ដោយមានលក្ខខណ្ឌតែមួយគត់ថ្ងៃនេះបងប្រាក់ពេញមិនមែនមួយកាក់តិចជាងនេះទេបន្ទាប់នៅពេលថ្ងៃត្រង់ពួកគេពិតជាបានមកដល់មែនម៉ៅប៊ូហ្វានមាត់របស់គាត់លាតសន្ធឹងធំណាស់ស្ទើរតែដល់ត្រចៀកឬស្ទើរបានដាំរួចហើយលីវរូយ៉ានបានចាប់ផ្ដើមរួចហើយដោយប្រើអាកប្បកិរិយារបស់ម្ចាស់ផ្ទះសំណាក់ការលីវរូបានមើលជុំវិញផ្ទះរបស់ខ្ញុំភ្នែករបស់យ៉ានបានសម្លឹងមកខ្ញុំទាំងយិននិងយ៉ាងគាត់បាននិយាយដោយសំឡេងចម្លែកមួយថាអូបងស្រីខ្ញុំមិនបានជួបអ្នកច្រើនថ្ងៃហើយអ្នកបានញ៉ាំអាហារអ្នកដែលញ៉ាំមីកញ្ចប់ពេលពួកគេបែកគ្នាតាមពិតទៅស្បែកខ្ញុំភ្លឺថ្លាខ្ញុំមិនអាចជួយអ្វីបានក្រៅពីលួចទេខ្ញុំបានធ្វើមួយដោយសម្ងាត់ស្នាមញឹមស្រាលប្រហែលជាដើម្បីលាស់ខ្លួនចេញសម្រាមបានធ្វើឲ្យលីវមានអារម្មណ៍ធូរស្រាលឡើងវិញរូយ៉ានញឹមបិទមាត់បញ្ចិតរួចបដូរប្រធានសំណួរនោះបានសួរខ្ញុំថាតើខ្ញុំនឹងរស់នៅទីណាចិត្តងារចង្អុលបង្ហាញថាខ្ញុំទឹកតែស្ទើរហូបជាមួយជាច្រើនមុខសូម្បីតែជួរក៏ឆ្ងាញ់ដែរពេលខ្ញុំមកដល់ឃ្លាំងបេះដូងខ្ញុំលោតញាប់តើពួកគេអាចដឹងដោយរបៀបណាជាលទ្ធផលមកខ្ញុំធ្លាប់និយាយដោយមោទនភាពយ៉ាងខ្លាំងថាកាតធនាគារដែលគាត់បានប្រើវាត្រូវបានភ្ជាប់ទៅនឹងលេខទូរស័ព្ទរបស់គាត់ខ្ញុំបានចំណាយគាត់មានគ្រប់កាក់ទាំងអស់ដោយដឹងច្បាស់ដូចបាត់ដៃខ្ញុំបានធ្វើខុសប៉ុន្តែខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ផលប៉ះពាល់ដែលនឹងកើតឡើងសញ្ញាលក់ដ៏ល្អមួយត្រូវបានដាក់ជូន
ពីមុនដោយសារហេតុផលសុវត្ថិភាពខ្ញុំបានរក្សាការប្រុងប្រយ័ត្នកាមេរ៉ាខ្លងមើលដែលលាក់ទុកត្រូវបានដំឡើងនៅហើយនៅតែព្រួយបារម្ភអំពីរបៀបរកលុយពីពួកគេនឹងវាកំទេចវាចោលហើយដណ្ដើមយកអចលនទ្រព្យនេះឥឡូវមិនអីទេកាមេរ៉ាសុវត្ថិភាពមិនចាំបាច់ដកចេញទេគ្រាន់តែរងចាំនេះបញ្ចប់នៃពិភពលោកចិត្តមកដល់ហើយដូច្នេះខ្ញុំអាចមើលបានតើជីវិតរបស់ពួកគេអាចមានសុភមង្គលពួកគេគិតថាពួកគេមានអ្វីគ្រប់យ៉ាងដែលពួកគេត្រូវការដើម្បីសម្រេចបាននៅបានមើលកិច្ចសន្យាផងមើលពួកគេទៅតែចុះហត្ថលេខាលើឯកសារហើយនោះហើយជួយត្រូវបានផ្ទេរទៅឲ្យខ្ញុំហើយខ្ញុំក៏សម្លឹងមើលដែររបស់ប្រាក់7ខ្ទង់ដែលបានដាក់ចែកលើនេះខ្ញុំមានលុយសម្រាប់ជួសជុលផ្ទះហើយពេលភ្លៀងបានចប់ទៅនៅសល់តែម្នាក់ប៉ុណ្ណោះទោះជាយ៉ាងណាក៏ដោយព្រះអាទិត្យកំពុងឆេះខ្លាំងស្ថានភាពមិនធម្មតាអ្នកទើបផ្លាស់មករស់នៅថ្មីនៅក្នុងសហគមន៍អ្នកជិតខាងសុទ្ធតែពួកគេបានត្អូញត្អែអំពីកម្ដៅដែលមិនអាចទ្រាំទ្របាននរណាម្នាក់ដឹងថានេះជាទីបញ្ចប់ពិតប្រាកដនោះទេសញ្ញានៃព្រះអាទិត្យជិតមកដល់ហើយខ្ញុំដំណាក់កាលចុងក្រោយនៃផ្ទះសុវត្ថិភាពក៏ត្រូវបានជួសជុលឡើងវិញទ្វារនិងបង្អួចទាំងអស់ត្រូវបានជំនួសដោយពណ៌ប្រាក់ការគ្រប់គ្រងកុបកម្មនៅកម្រិតតដេកធនីទ្វារយ៉ាងស្ពណ៌នៅក្នុងច្រកកបៀងពោពេញទៅដោយការខ្លំមើលនិយមនៃខ្ពស់ដោយគ្មានចំណុចការគ្រប់គ្រងគេនិយាយថាការសាក់ពេញអាចពីចំណាយពេល1ឆ្នាំពេញសូម្បីតែព្រះបន្លាបន្ទប់ស្រូបពន្លឺថ្ងៃនៅលើអគារក៏ត្រូវបានដូរទៅជាប្រព័ន្ធធារាសាស្ត្របាត់ពេញទៅដោយពេញប៉ោះនិងត្រសក់អ្វីគ្រប់យ៉ាងរួចរាល់ហើយគ្រាន់តែរងចាំទីបញ្ចប់នៃពិភពលោកបានមកដល់ហើយវាជាថ្ងៃដំបូងនៃភ្លៀងធ្លាក់ខ្លាំងពុកខ្មៅងឹតបានលេចឡើងនៅលើមេឃទីក្រុងនេះត្រូវបានសង្កត់សង្កិនហើយពិភពលោកទាំងមូលក៏ងឹតភ្លៀងបានធ្លាក់ចុះហើយបន្ទាប់មកមិនដែរភ្លៀងធ្លាក់ខ្លាំងបានឈប់ហើយហូរសូម្បីតែនៅលើកញ្ចក់ទូរទស្សន៍ក៏ដោយព័ត៌មាននេះក៏បន្ទាន់ការព្រមានជាបន្ទាន់ត្រូវបានចេញទីក្រុងនេះកំពុងជួបនឹងដែលមានភ្លៀងធ្លាក់ខ្លាំងបែបនេះទេដោយដែលបានរយៈពេលត្រូវបានប៉ាន់ប្រមាណថាមានពី1ទៅ4ម៉ោងខ្ញុំស្ទើរតែផ្ទុះសំណើចពេលដូច្នោះសំឡេងនេះមានរយៈពេលពី1ទៅ4ម៉ោងហើយមិនក៏ភ្លឺពេកវាជាការពិតពួកគេមិនបានដឹងថារឿងនេះវានឹងមានភ្លៀងធ្លាក់រយៈពេល3ឆ្នាំពេញរហូតដល់ទាំងស្រុងខ្ញុំគិតថាវានឹងក្លាយជាទីក្រុងក្រោមទឹកមួយជាមួយនឹងភ្លៀងធ្លាក់ខ្លាំងនៅខាងក្រៅក្នុងវាអាចជប់បានស្ដាប់សំឡេងភ្លៀងធ្លាក់ខ្ញុំបានគេងលក់ដូចមិនដែលមានពេលណាមួយឡើយសន្តិភាពនិងភាពស្ងប់ស្ងាត់ដែលមិននឹកស្មានដល់នៅថ្ងៃបន្ទាប់នៅពេលព្រឹកព្រលឹមខ្ញុំស្រាប់តែរវល់ជាមួយទូរស័ព្ទដោយមិននឹកស្មានដល់សំឡេងរំញ័រជាប់គ្នាគួរឲ្យរំខានគាត់ភ្ញាក់ពីដំណេកឬវាឡើងហើយមើលវាហើយវាផ្ទះនេះលក់ឲ្យម៉ៅប៊ូហ្វានការជេរជាក្រុមរបស់ម្ចាស់ផ្ទះខ្ញុំឲ្យបន្ទប់ក្រោមដីត្រូវបានជន់លិចទាំងស្រុងហើយឡានរបស់ខ្ញុំក៏ដូចគ្នាដែរទឹកនៅខាងក្រៅមានជម្រៅត្រឹមជង្គង់កែមានរឿងអ្វីកើតឡើងខ្ញុំមានអារម្មណ៍ថាទឹកបានបន្ទាស់ឡើងទៅជាស្រអាប់វាមិនអាចទៅរួចទេក្នុងការផឹកវាទៀតទេអេក្រង់បានបង្ហាញអត្ថបទនៃភាពអស់សង្ឃឹមអំដោយការជិះចាប់រូបសញ្ញាអារម្មណ៍យំម្ដងមួយអេក្រង់ពោពេញទៅដោយសារខ្ញុំគ្រាន់តែមកក្បាលចៅវាយនេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះនេះមិនមែនជាអ្វីទាំងអស់ភ្លៀងធ្លាក់ខ្លាំង3ឆ្នាំជាប់គ្នាម្ហូបញ៉ាំលេងទឹកតែត្រូវបានបម្រើអាហារនៅឯណាមួយថ្ងៃបន្ទាប់ពីព្យុះភ្លៀងដ៏អាក្រក់ភ្លៀងនៅខាងក្រៅបង្អួចហូរឥតឈប់ឈរដូចជាដើម្បីលេបត្របាក់ពិភពលោកទាំងមូលខ្ញុំលេបដំណក់ចុងក្រោយដោយស្ងប់ស្ងាត់ពីខ្យងជាមួយភាពស្រស់នៃពន្លកក្រសីជ្រលក់ក្លិនក្រអូបផ្ទុះឡើងនៅលើចុងអណ្ដាតពេលអ្នកញ៉ាំពពការឈូកខ្ញុំបានគូថែផ្លែតដោយចៃដន្យភ្ជាប់ទៅផ្ទះចាស់នោះប្រព័ន្ធឃ្លាំមើលអតីតមិត្តប្រុសរបស់ខ្ញុំយូម៉ៅពិតជាអស្ចារ្យមែនដូចរបស់ថ្មីរបស់គាត់ដែរទួនលឺរួយអិនប្រើយ៉ាងប្រណិតជាមួយនឹងកាំបិតនិងសំហើយនៅលើតុដែលបានរៀបចំសាច់គោវែងយាម5-4ថ្លៃលីវរូគាត់បានរួញបូមាត់នៅជ្រុងបារីរបស់គាត់ដោយពិតជាមានការនោះវាគ្រាន់តែភ្លៀងពួកគេកំពុងស្តុកទុកមីកញ្ចប់និងនំប៊ីស្គីនិងសត្វកណ្ដូបមែនហើយម៉ៅប៊ូហ្វានមកក្បាលភ្លៀងរឿងដំបូងគឺភ្លៀងធ្លាក់ខ្លាំងយ៉ាងហោចណាស់3មេឃជប់ហើយយើងមានអារម្មណ៍ល្អបំផុតគ្រឿងផ្សំតើមានអ្វីដែលត្រូវខ្លាចខ្ញុំសាហាយជាភ្លេចអំពីគូស្នេហ៍ដ៏គួរឲ្យស្អប់ខ្ពើមនោះហើយអគ្គិសនីគឺជាមូលដ្ឋានគ្រឹះនៃអរិយធម៌សម័យទំនើបខ្ញុំចង់ឃើញអ្វីដែលនឹងកើតឡើងចំពោះខ្សែជីវិតរបស់វាគ្រឿងផ្សំថ្លៃទាំងនេះបានប្រែក្លាយទៅជាពេលដែលពួកគេប្រែក្លាយជាសាច់រលួយតើពួកគេនៅតែអាចសាច់គោយ៉ាងស្អាតរហូតដល់ភ្លៀងធ្លាក់នៅថ្ងៃទី5នៃមហន្តរាយភ្លៀងនៅតែមិនទាន់ឈប់អគ្គិសនីបានដាច់ហើយទីក្រុងទាំងមូលទោះជាយ៉ាងណាក៏ដោយភាពស្ងៀមស្ងាត់ដ៏សាហាវមួយបានកើតឡើងនៅខាងខ្ញុំម៉ាស៊ីនភ្លើងទឹកឃ្មុំវាបានចាប់ផ្ដើមឡើងវិញជាមួយនឹងសំឡេងរោទភ្លើងនៅក្នុងបន្ទប់បានបើកភ្លាមខ្ញុំបានលាតសន្ធឹងហើយសម្រេចចិត្តខ្ញុំបានចូលទៅធ្វើម្ហូបឆ្ងាញ់ឲ្យខ្លួនឯងអាផាតមិនធំមួយជាន់នៅជាន់ក្រោមនោះគឺសារទំនើបឯកជនរបស់ខ្ញុំនៅលើធ្នើរៀបរយល្អនៅខាងក្នុងអាហារសម្រន់និងភេសជ្ជៈប្រេងត្រជាក់ជីវិតអតីតកាលថ្ងៃវែងនិងមានញឹកសូមអនុញ្ញាតខ្ញុំបានយករឿងមួយនៅក្នុងវិនិស្សកម្មអាហារគឺល្អជាងរបស់របបប្រណិតណាមួយទាំងពីរសុទ្ធតែមានប្រយោជន៍ខ្ញុំបានជ្រើសរើសពីប៉េងប៉ោះក្រហមភ្លឺច្រើនស៊ុបមួយគ្រាប់ប្រេងក្តៅរួចចាក់ចូលក្នុងខ្ទះដាំឲ្យពុះដោយគ្រាន់តែទាញវាចេញក្លិនក្រអូបបានសាយភាយពេញអាកាសខ្ញុំបានច្រៀងបទភ្លេងតូចមួយពេញបន្ទប់កូនប្រុសចូលយកម្ហូបឆាទៅជាមួយពេលវាក្តៅនៅលើអង្គរបស់ថងទឹកសារធាតុរ៉ែគម្របដបទឹកបានលេចធ្លាយដោយសារភាពត្រជាក់រួចបង្កើតសំឡេងនោះពីរោះរំដំនិងពីរោះរំដំចិត្តនៅក្នុងទីក្រុងម៉ាស៊ីនត្រូវបានបំពុលជាយូរមកហើយវាមិនខុសពីថ្នាំពុលទេប៉ុន្តែខ្ញុំប្រអប់រាប់រយនៅក្នុងបន្ទប់ទឹកបរិសុទ្ធគ្រប់គ្រាន់សម្រាប់ផឹករយៈពេលជាច្រើនជាក់ស្ដែងការដាច់ចរន្តអគ្គិសនីនេះមានរយៈពេលតែមួយថ្ងៃប៉ុណ្ណោះគូស្នេហ៍ដ៏ប្រណិតនោះវាឈួតណាស់នៅក្នុងទូទឹកកកម្ដងសាច់គោវែងយូដែលត្រូវបានចាត់ទុកថាជាប្រភពនៃមួយបានបញ្ចេញពីវាហើយដាំដង្កូវពណ៌បៃតងសត្វព្រៃកំពុងជប់លៀងនៅលើវាហើយរោមក៏មិនទាំងអស់ចង្អុលទៅគំនោលួយនោះអាហារសំឡេងស្អកវាជារបស់អ្នកពួកគេបាននិយាយថាមិនចាំបាច់ស្តុកទុករបស់ឥឡូវនេះសាច់អាំងនោះខូចហើយដែលមានតម្លៃរាប់សិបដុល្លារមួយយន្តក្នុងមួយដបទឹកសុទ្ធប៉ុណ្ណឹងហើយចូលរៀបចំអាហារស្ងួតមួយឲ្យខ្ញុំទឹកស្អាតមកដល់ហើយលីវរូយ៉ានទៅវិញគាត់អ្នកបន្ទោសខ្ញុំឥឡូវនេះប៉ុន្តែនៅពេលនោះតើអ្នកណានិយាយថាពួកគេស្រឡាញ់ភាពប៉ិនប្រសប់របស់ខ្ញុំអតីតមិត្តស្រីរបស់ខ្ញុំបានទិញបាយអ្នកដែលពឹងផ្អែកលើការវេចខ្ចប់គឺជាមនុស្សដែលមិនយល់ពីជីវិតបើប៊ូហ្វានក៏ស្ងាត់ឈឹងភ្លាមសំឡេងនោះបន្ទាបចុះភ្លាមដោយសោកស្ដាយយ៉ាងហោចណាស់ចំពោះកិច្ចព្រមព្រៀងថោកទាំងនោះវាអាចបំពេញក្រពះរបស់ខ្ញុំយ៉ាងហោចណាស់អតីតមិត្តស្រីរបស់ខ្ញុំនឹងដាក់ទូទឹកកកពីពេញហើយនាងនៅទីនោះយ៉ាងហោចណាស់នាងនឹងបន្ទុកឲ្យវាពេញយើងនឹងអត់ឃ្លានស្លាប់ឃ្លាននេះគឺដូចជាកូនបញ្ចូលនោះបានទម្លុះស្បែករបស់លីវរូយ៉ានដោយផ្ទាល់លោកបាននិយាយថាទង្វើចុងក្រោយដ៏ថ្លៃថ្នូររបស់លោកស្រែកយំផឹកស្រាឥឡូវនឹកឃើញនាងមិនអីទេអ្នកស្ដាយក្រោយមែនទេបន្ទាប់មកខ្ញុំដាក់ចង្កឹះចុះហើយជូតសម្អាតនាងផ្សេងជូតមាត់ពីដ៏អស្ចារ្យ
មនុស្សកំពុងហាយគ្នាទៅវិញទៅមកភាពអត់ឃ្លាននឹងការស្រែកទឹកគឺជាអ្វីដែលបង្ហាញពីភាពលាក់ពុតរបស់ទំនាក់ទំនងនេះត្រូវបានរហ័សជាបំណែកទោះជាយ៉ាងណានេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះចុងបញ្ចប់នៃភ្លៀងធ្លាក់ខ្លាំងនៅថ្ងៃទី7ខ្ញុំបានប្រើទឹកស៊ុបឆ្អឹងខ្ញុំបានចម្អិនសាច់ក្រកមួយឆ្នាំងយឺតមីធ្វើដោយដៃទន់និងមានរសជាតិឆ្ងាញ់រលោងផ្គូផ្គងជាមួយស្ទីវរហូតដល់ទន់សាច់គោស្ងោរនិងបន្លែបៃតងខ្ចីជាចុងក្រោយកាន់ចានបន្លែដ៏ល្អឥតខ្ចោះមួយស៊ុបស្ងោររាវនៅខាងនេះសម្រាប់ណាអ្នកចូលទៅក្នុងផ្លូវនោះប្រអប់មួយនឹងធ្លាក់ចុះមកនៅខាងក្នុងចានអាហារដែលបិទជិតមានកាមេរ៉ាសុវត្ថិភាពស្វាមីភរិយាដ៏ប្រណិតនៅខាងក្នុងពួកគេឃ្លានខ្លាំងណាស់រហូតដល់ភ្នែករបស់ពួកគេលេចតាមពិតពួកគេរុករកតាមថតនៅផ្ទះទូដាក់អីវ៉ាន់នោះពិតជានៅជ្រុងបន្ទប់ទឹកមែនលូបានទាញកាបូបមួយដែលពេញទៅដោយខ្ញុំចាំថាបន្ទះហឹរដែលមានធូលីដីមកដល់ហើយវាជាពេលដែលខ្ញុំចង់បានអ្វីដែលផ្អែមល្ហែមដែលខ្ញុំលក់គេបានទិញអាហារនោះដោយលួចលាក់ហើយលាក់វាប៊ូហ្វានស្អប់រឿងបែបនេះបំផុតអាហារឥតបានការខ្ញុំមិនដែលគិតថាវានឹងក្លាយជាបែបនេះទេម៉ៅប៊ូហ្វានស្ទុះមករកត់ហើយចាប់យកទឹកមួយខ្ញុំបានហែកកញ្ចប់បើកហើយដាក់វាចូលក្នុងមាត់របស់របរសំបីតែរបស់ក្រហមនៅក្នុងថង់វិចពួកគេបានលិតប្រេងទាំងអស់ចេញពីបូមាត់របស់ពួកគេពីមុនខ្ញុំគិតថាវាជារឿងថោកទាបប៉ុន្តែលើវាខ្ញុំបានលិតដោយការលះបង់ច្រើនជាងអ្វីផ្សេងទៀតយឺតរឹសសមមួយដុំសាច់គោមានសភាពទន់ល្មើយខ្លាំងណាស់ដែលធ្វើឲ្យវិធីនេះមានរសជាតិឈ្ងុយឲ្យចាប់អារម្មណ៍ណាស់ប៉ុន្តែពេលនៅបេវែនស្រាប់តែស្រែកឡើងនាងបានបញ្ចេញសំឡេងមួយសៀវយេលីវរូយ៉ានភ្លាមនោះគាត់ងើយមុខឡើងសំឡេងរបស់គាត់បន្លឺឡើងខ្លាំងនាងមែនហើយនៅពីមុខជំរុកស្តុករបស់អ្នកមិត្តស្រីរបស់ខ្ញុំនាងប្រកាសជាមានអាហារនៅទីនោះមែនហើយភ្នាក់ងារមុនបានផ្ញើវាទៅមិត្តម្នាក់សំណុំរង្វង់ពីរត្រូវបានលក់អស់ក្នុងមួយថ្ងៃផ្ទះទាំងនោះមួយគឺផ្ទះនេះដែលយើងមានហើយមួយទៀតមួយគឺជាអគារខ្ពស់នៅជីក្រុងខេនពួកគេប្រហែលជាបានផ្លាស់ទៅទីនោះមុនពេលយប់នឹងការប្រមូលឯកសារដ៏ក្រអឺតក្រទុំរបស់នាងដែលត្រូវបានតែមានសម្ភារៈច្រើនទាំងទ្វេក្រឡេកមើលមួយផ្លែតហើយភាពលោភលន់ត្រូវបានបង្ហាញវាយឺតពេលហើយអ្នកគ្រាន់តែចាំខ្ញុំឥឡូវនេះភ្លៀងធ្លាក់ខ្លាំងបានជន់លិចផ្លូវហើយពួកគេវាមិនអាចទៅរួចទេក្នុងការឆ្លងកាត់លុះត្រាតែមានខ្ញុំគិតថាទូកនោះគ្រាន់តែជារបស់ពួកគេប៉ុណ្ណោះនោះគឺជាការស្រមើស្រមៃប៉ុណ្ណោះអ្នកណាដឹងទី2អ្វីបានប្រែក្លាយទៅជាល្អប្រសើរឡើងដោយមិននឹកស្មានដល់នាងរយ៉ានបានបាត់ខ្លួនរយៈពេលកន្លះថ្ងៃពេលគាត់ត្រឡប់មកវិញសក់របស់គាត់ញ៉ៃញ៉ៃសម្លៀកបំពាក់របស់នាងជ្រួញហើយដៃរបស់នាងគាត់កំពុងក្តាប់កញ្ចប់ជាច្រើនយ៉ាងណែនវីស្គីហាន់ជាចំណិតនិងទឹកពីរដបសូមមើលចំពោះអាហារបន្តិចបន្តួចនេះនាងខ្ញុំបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងហើយឥឡូវនេះខ្ញុំមានអ្នកទាំងពីរបានចាត់វិធានការភ្លាមម៉ៅប៊ូប្រអប់ផ្លាស្ទិកណាមួយដែលត្រូវបានប្រែក្លាយចេញគូតែខ្សែបូត្រូវបានរមួលទៅជាក្បូនហើយដាំស្វាយចន្ទីគឺជាខ្សែហាន់ទៀតគាត់បានចាប់យកកន្ត្រៃមួយគូហើយកាបូបអ្នករចនាទាំងនោះត្រូវបានកាត់ចេញស្បែកជាបំណះសម្រាប់បិទភ្នែកកាប់ជាភាពប្រណីតដែលធ្លាប់ត្រូវបានគេលើកតម្កើងទំនិញឥឡូវនេះបានប្រែក្លាយទៅជាមធ្យោបាយរត់គេចខ្លួនវាគួរឲ្យខ្លាចណាស់ខ្ញុំបានចំណាយពេលភាគច្រើននៃថ្ងៃលេងសើចជាមួយរូបរាងអាក្រក់ខ្លាំងណាស់វាពិតជាចប់ហើយការប្រមូលផ្ដុំនៅក្នុងចិន្តាទឹកបានឡើងដល់ជាន់ទី3ហើយកំពុងរាលដាលពីពេញវាមានក្លិនស្អុយដូចត្រីនិងគួរឲ្យចង់ក្អួតពួកគេបានច្របាច់ដោយប្រុងប្រយ័ត្នទៅលើក្បូនភ្លាមនោះទូកបានលិចប៉ុន្តែដោយអពុធហេតុវាមិនបានក្រឡាប់ទេហើយម៉ៅប៊ូនៅពេលណាដែលគាត់យកក្រណាត់ជូតហើយចាប់ផ្ដើមនិយាយរអើមិនស្ថិតស្ថេរចូលទៅខាងក្រៅប្រឈមមុខនឹងមហាសមុទ្រដ៏ធំទូលាយនិងស្រអប់ពួកគេពិតជាកំពុងមករកខ្ញុំមែនអព្រះជាម្ចាស់ឲ្យនៅថ្ងៃទី15នៃមរណវស្សាខ្ញុំគិតថាយ៉ាងហោចណាស់ពួកគេនឹងរសាត់បាត់ទៅ10ថ្ងៃទៅកន្លះខែលទ្ធផលរូបរាងស្រមោលនោះបានលេចចេញមកដូចនោះនៅពេលដែលខ្ញុំកំពុងជួសជុលបន្ទប់ទទួលភ្ញៀវនៅពេលនោះពេលកំពុងកាត់សំណាប់ពេញប៉ោះខ្ញុំស្រាប់តែឃើញទឹកជំនន់ភក់នៅជាន់ក្រោមក្បូនដែលរហែកមួយបានអន្តែតកាត់ទៅជាមួយរូបមនុស្សពីរនាក់កំពុងដេកនៅទីនោះម៉ៅប៊ូហ្វាននិងលីវរូយ៉ានសាមជោគឆ្លងកាត់ពួកគេក៏បានឃើញខ្ញុំភ្លាមដែរពួកគេឈួតគ្រវីដៃបំពង់សំឡេងស្អប់មួយបានចេញពីខាងក្នុងយាយតូចខ្ញុំសាច់ពីមុននៅពេលដែលពិភពលោករុញខ្ញុំចូលទៅក្នុងទឹកពួកគេអាចដោយមិនសូវរំភើបខ្ញុំក៏ងាកក្រោយផ្ទះនោះទើបតែត្រូវបានគេរុះរើអស់ស្រាប់តែមានសំឡេងគោះទ្វារបន្លឺឡើងអូបាញ់ខ្ញុំកំពុងបាញ់ថ្នាំតាមឆ្មាភ្នែកខ្ញុំបានឃើញពួកគេលុតជង្គង់នៅមុខទ្វារទាំងស្រុងសំដល់ឆ្អឹងហើយមានក្លិនស្អុយរលួយសៅយាយខ្ញុំខុសហើយតាមពិតទៅខ្ញុំជាអ្នកដែរខ្ញុំនៅតែស្រឡាញ់អ្នកសូមអនុញ្ញាតឲ្យយើងចូលទៅខាងក្នុងទៅខ្ញុំនឹងក្លាយជាទីស្គាល់របស់អ្នកយល់ព្រមខ្ញុំនឹងចុចប៊ូតុងអន្តរការីមីក្តៅចំហុយពេលទៅដល់មាត់ទ្វារខ្ញុំក៏ប្រញាប់ប្រញាល់កាមេរ៉ាបានផ្ដោតលើចាននោះដោយបង្ហាញព័ត៌មានមួយស៊ុតជៀន2គ្រាប់ហាន់ជាចំណិតក្រាស់សាច់សម្រាប់អាហារថ្ងៃត្រង់បន្លែបៃតងខ្ចីអេក្រង់នៅម្ខាងទៀតនៃអេក្រង់អ្នកទាំងពីរភ្លាមគាត់ពិតជាអន្ទះសារនិងភ័យស្លន់ស្លោណាស់រំកិលចុះឡើងម្រាមដៃរបស់លីវរូយ៉ានបានចាប់ជាប់នៅលើអេក្រង់អ្វីដែលពួកគេបានឃើញគឺតើអ្នកឃ្លានវាទេពួកគេទាំងពីរងក់ក្បាលដោយក្តីញឿនឆ្ងល់នៅសល់តែខ្ញុំបានធ្វើការអង្វរហើយបានរើសយកក្រដាសស្អិតនោះសាច់អាហារថ្ងៃត្រង់នៅក្នុងទឹកស៊ុបនៅក្នុងកញ្ចក់បានងក់ក្បាលនៅពីមុខគាត់ហើយបន្ទាប់មកនៅពីមុខមីរបស់ពួកគេខំម្ដងមួយយឺខ្ញុំបានញ៉ាំវាពិតជាស្រស់និងពេញចិត្តណាស់វាជាការអាណិតណាស់នេះជាសម្រាមអាហារអេបានការមិនស័ក្តិសមនឹងអ្នកទាំងពីរទេឋានៈថ្លៃធ្នូបិទអេក្រង់នៅពេលនោះពួកគេនៅតែបន្តមកពីខាងក្រៅទ្វារលោកបានអង្វរសុំសេចក្តីមេត្តាករុណាដោយប្រាប់ពួកគេឲ្យវិធានហើយគាត់ហើយមកដល់ទេពីសប្តាហ៍ក្រោយបើឲ្យនៅក្នុងវីដេអូខ្លមមើលឆ្កែទាំងពីរក្បាលនោះគូស្វាមីភរិយានេះចាប់ដើមឆ្លោះប្រកែកគ្នាម្ដងទៀតលីសំឡេងមុតស្រួយដូចកន្ទុយបារីជាតិប្រមាណវារំខានណាស់វាជាកំហុសរបស់គាត់ទាំងអស់ដែលកំពុងរកខ្ញុំមែនទេឥឡូវនេះកន្លែងណាដែលដាក់វាទេមកវូហ្វានកំពុងលេងបានសំសឹកដោយកំហឹងមែនទេដើម្បីអនាគតរបស់ពួកគេទេមួយសន្ទុះក្រោយមកពួកគេក៏ចាប់ដើមឡើងចុះតាមចិន្តាពួកគេគោះទ្វាររំដងមួយតូចសារមួយបានលេចឡើងភ្លាមនៅក្នុងហ្វូងសត្វសារនេះបម្រើជាការរំលឹកដល់មនុស្សគ្រប់គ្នាអំពីបរិសុទ្ធចម្លែកត្រីនោះកំពុងអង្វរហើយនិយាយរឿងខ្លះតើខ្ញុំអាចនិយាយអ្វីចម្លែកបានខ្ញុំបានចំណាយពេលយូរដើម្បីជ្រើសរើសអគារនេះទេខ្ពស់ណាស់ហើយមានប្រជាជនរស់នៅតិចណាស់ប៉ុន្តែខ្ញុំដោយមិននឹកស្មានដល់ភាគច្រើនអ្វីដែលខ្ញុំខ្លាចបំផុតគឺបេះដូងមនុស្សព្រឹកបន្ទាប់សំឡេងជើងមួយក្រុមបានមកមាត់ទ្វាររបស់យើងមាត់នោះឈប់ហើយអ្នកដែលនាំវាទៅគឺម៉ៅប៊ូរំខានណាស់សំឡេងរបស់គាត់គឺត្រឹមត្រូវដូចជាម្សិលមិញគាត់បានសុំខ្ញុំញ៉ាំមីមួយខាំទេវាមិនមែនជាគាត់ទេខ្ញុំបានមើលតាមរន្ធមើល
ពេលឃើញគាត់ផ្លុំអណ្ដាតភ្លើងគាត់ហើយកន្លែងនេះថាជាឃ្លាំងផ្គត់ផ្គង់គូឲ្យគាត់ថែមទាំងបានប្រឌិតប្រវត្តិដ៏ខ្មៅងឹតរបស់ខ្ញុំទៀតពួកគេនិយាយថាខ្ញុំមិនស្ថិតស្ថេរផ្លូវចិត្តទ្វារគ្រួសារទាំងនោះចាប់អារម្មណ៍តែលើការរកប្រាក់ចំណេញពីខាងដែលដើមឡើយគ្រាន់តែមើលការសប្បាយភ្នែករបស់យកបានផ្លាស់ប្ដូរភ្លាមទឹកមុខរបស់គាត់ប្រែជាខ្មៅហ្វូងមនុស្សក្រាស់ក្រែមុខមាត់គ្រប់បែបយ៉ាងពួកគេពោពេញដោយភាពអត់ឃ្លាននិងភាពអស់សង្ឃឹមពួកគេមិនបានមកសុំទានទេពួកគេមកលួចចង់ដឹងថាខ្ញុំមានអ្វីទេមិនអីទេខ្ញុំពោពេញដោយដើម្បីគប់ចិត្តអ្នកខ្ញុំនឹងបើកកាមេរ៉ាធ្វើភីគីដូចជាក្បាលមួយនៅចំពោះមុខមនុស្សគ្រប់គ្នាគាត់បានផឹកមួយកែវយឺតកូឡាទឹកកកហើយភ្លាមនោះហ្វូងមនុស្សបានផ្ទុះវាងអានៅជាន់ទី3មីងខ្ញុំជាអ្នកដំបងដែលស្រែកគាត់កំពុងផឹកកូឡាត្រជាក់ហេតុអ្វីផ្ទះនាងនៅតែមានភ្លើងចៅប្រុសរបស់ខ្ញុំកំពុងលេងហ្គេម King of Glory នៅលើទូរស័ព្ទហេតុអ្វីនាងគួរតែជាមនុស្សតែម្នាក់គាត់សេចក្តីរីករាយការច្រណែននិងការស្រេកឃ្លានការដុតបំផ្លាញវាបានពន្លត់សតិសម្បជញ្ញៈចុងក្រោយរបស់ពួកគេខ្ញុំបានគូសទ្វារដើម្បីរំលឹកពួកគេបើប៊ូហ្វានខ្ញុំមានតែរូបថតចាស់របស់គាត់នៅទីនេះទេអាហារសម្រន់ដែលគួរឲ្យស្អប់ខ្ពើមបំផុតខ្ញុំបានសួរមីងវាងម្ដងទៀតថាតើអ្នកមានយោបល់យ៉ាងណាអាហារស្ងួតរាប់រយផន់មុនពេលពិភពលោកដែលបានហាន់រួចហើយនោះវាទើបតែបានបន្ទាប់ពីញ៉ាំអាហាររួចមីងវាងបានបិទភ្នែកភ្លាមវានៅលើបូមាត់ប៉ុន្តែលីនៅជាន់ទី5បុរសចំណាស់បានបើកវាដោយដៃញ័រមាត់លាតត្រដាងសកម្មភាពឯកជនរបស់ខ្ញុំនៅក្នុងខ្សែត្រូវបានបំពាក់ដោយម៉ាស៊ីនភ្លើងទូប៊ីងខ្យល់ទីបំផុតពួកគេបានរកឃើញហេតុផលស្របច្បាប់មួយមូលហេតុបើប៊ូហ្វានបានចាប់យកវាឱកាសនោះពោពេញដោយកំហឹងដ៏សុចរិតពួកគេថាខ្ញុំកំពុងកាន់កាប់ធនធានសាធារណៈមនុស្សបានរំភើបចិត្តយ៉ាងខ្លាំងហើយចាប់ផ្ដើមលីវបានបុកខ្លួននាងនឹងទ្វារខ្ញុំរូយ៉ានក៏បានចូលរួមផងដែរសម្លេងរបស់នាងសម្លេងនោះបន្លឺឡើងយ៉ាងខ្លាំងដោយនិយាយថាខ្ញុំគ្រាន់តែច្រណែននឹងសម្រស់របស់នាងខ្ញុំសើចដោយក្តីរំភើបចំពោះតវិជានេះលីវតើអ្នកណាជាអ្នកដែលបានណែនាំយុទ្ធការធំនោះពួកគេបានតស៊ូទៅគ្រប់គ្រងមីកញ្ចប់របស់ខ្ញុំដោយនិយាយថាអាស៊ីអ្វីឥឡូវនេះសូម្បីតែកាកសំណល់ពួកគេទាំងអស់គ្នាកំពុងប្រញាប់ប្រញាល់ស៊ីវាលីវរូគាត់បានជក់បារីអស់ហើយនរណាដឹងថាវិនាទីបន្ទាប់ផ្ទុយទៅវិញនាងបែរជាស្រក់ទឹកភ្នែកទៅវិញមករីគុណខ្ញុំកុំធ្វើវាដោយសារតែការស្អប់នាងបានបណ្ដាលឲ្យមនុស្សស្លូតត្រង់ជាច្រើនអ្នកស្លាប់មីងវាងអ្នកជិតខាងភ្លាមនោះពួកគេបានសហការដោយនិយាយថាពួកគេមិនបានចង់ញ៉ាំអាហារប៉ុន្តែម៉ាស៊ីនភ្លើងគឺជាសាធារណៈមែនហើយមនុស្សគ្រប់គ្នាត្រូវការបញ្ចូលថាមពលឡើងវិញផលប៉ះពាល់កាន់តែខ្លាំងឡើងហើយមនុស្សមួយចំនួនថែមទាំងពួកគេបានយកដំបងដែកមួយមកហើយចាប់ផ្ដើមវាខ្ញុំខ្សឹបតាមចន្លោះទ្វារសំឡេងខ្ញុំមិនខ្លាំងទេប៉ុន្តែវាច្បាស់ណាស់ដោយសារតែអាគារនេះត្រូវបានគ្រប់ដណ្ដប់ដោយសំឡេងរំខានទាំងអស់ផ្លូវនោះស្ងាត់ឈឹងភ្លាមអ្វីដែលទើបតែធ្វើឲ្យពួកគេឈួតទោះជាយ៉ាងណាក៏ដោយទ្វារនោះឥឡូវនេះបានក្លាយជាឋានច្រកចូលមនុស្សចាប់ផ្ដើមដោយមិនដឹងខ្លួនគាត់បានដើរថយក្រោយដោយមុខរបស់គាត់មិនមានការស្បែករបស់នាងមានពណ៌ខៀវខ្មៅហើយនាងដឹងថាវាជាត្រីប្រភេទនេះខ្ញុំពិតជាប្រយោគនេះមិនពេញលេញហើយធ្វើវាបានសម្លេងរបស់នាងស្អកគាត់បានសួរខ្ញុំថាតើអ្នកចង់បានអ្វីពិតប្រាកដខ្ញុំសើចតិចខ្ញុំមិនចង់បានអ្វីទេខ្ញុំគ្រាន់តែចង់បានសន្តិភាពស្ងាត់នៅផ្ទះខ្ញុំនៅខាងក្នុងមានរបស់របរដែលខ្ញុំបានទិញដោយលុយរបស់ខ្ញុំផ្ទាល់ជាលទ្ធផលនាងបានផ្លាស់ប្ដូរគំនិតភ្លាមទឹកមុខរបស់គាត់សម្លេងរបស់គាត់រៀបទៀបឆ្ពោះទៅខ្ញុំទទួលស្គាល់កំហុសរបស់ខ្ញុំហើយលឺរួយអានកាន់តែទទួលស្គាល់ជាមួយនឹងការប៉ះទង្គិចគាត់លុតជង្គង់ក្នុងលូហើយនិយាយថាសុខចិត្តធ្វើជាទីស្កររបស់ខ្ញុំត្រូវធ្វើនាងអាចធ្វើអ្វីគ្រប់យ៉ាងបានជំនាញសម្ដែងរបស់នាងពិតជាអស្ចារ្យមិនអាក្រក់ទេប៉ុន្តែវាជាការអាណិតដែលអ្នកបានជ្រើសរើសទស្សនៈខុសខ្ញុំមិនបាននិយាយអ្វីទៅកាន់ហ្វូងមនុស្សទេងាកមកគាត់ក៏ដើរទៅរកទ្វារបង្អួចដែលនៅជិតបំផុតខ្ញុំទើបតែបើកវាចេញសាច់កំប៉ុងអាហារថ្ងៃត្រង់ថ្នាក់យោធានៅចំពោះមុខមនុស្សគ្រប់គ្នានៅខាងក្រៅទ្វារបើកបង្អួចមួយប្រេះខ្ញុំសម្លឹងមើលទៅភាពងឹតនៅទល់មុខស្រែកពីលើដំបូលអគារសួរថាអ្នកណាមិនទាន់សម្ភារៈបានមកដល់តាមបង្អួចមួយនៅត្រើយម្ខាងលើស្រទន់មួយបានភ្លឺចេញពីខាងក្នុងផ្ទះលើទូរស័ព្ទដៃស្ត្រីម្នាក់កាន់នាងបានឆ្លើយតបដោយសំឡេងយំសោកថានាងបានធ្វើមិនបានញ៉ាំអ្វីពេញមួយថ្ងៃទេខ្ញុំបានខំប្រឹងឲ្យអស់ពីសមត្ថភាពដើម្បីដឹករបស់ធ្ងន់នោះអាហារកំប៉ុងប្រឈមមុខនឹងពន្លឺស្រាលនោះនាងបានគប់វាយ៉ាងខ្លាំងប៉ាំងដោយសំឡេងក្រហមភាគីម្ខាងទៀតទទួលបានវាយ៉ាងជាប់លាប់មកក៏មានការបង្ហាញអំណរគុណយំហើយស្រែកហើយបន្ទាប់មកខ្ញុំយឺគាត់បានដើរទៅមាត់ទ្វារហើយធ្វើសកម្មភាពប្រាប់ពួកគេពីការពិតអំពីអាហាររបស់ខ្ញុំទោះបីជាវាផុតកំណត់ក៏ដោយទោះបីជាវាផុតវាពិតជាខុសទាំងស្រុងក្នុងការបោះវាទៅនរណាម្នាក់ដែលនឹងមិនត្រូវបានផ្ដល់ឲ្យអ្នកដែលមិនដឹងពីរបៀបដឹងគុណមនុស្សម្នាពួកគេបានមើលដោយអស់សង្ឃឹមនៅពេលដែលអាហារដែលអាចជួយសង្គ្រោះជីវិតបានហោះពីលើក្បាលទោះយ៉ាងណាក៏ដោយវាបានធ្លាក់ទៅក្នុងដៃរបស់អ្នកដទៃក្តីសង្ឃឹមនេះត្រូវបានបំផ្លាញភ្លាមវាមានអារម្មណ៍ថាដាច់ខាតជាងពេលចាប់ផ្ដើមការមើលទៅខាងក្រៅគឺកាន់តែបំផ្លិចបំផ្លាញថែមទៀតនៅខាងក្រៅសារនិងការស្រែកយំបានថមថយបន្តិចម្ដងវាបានក្លាយជាស្ងាត់ឈឹងដូចស្លាប់ម៉ៅប៊ូហ្វានមុខរបស់គាត់ស្លេកស្លាំងហើយគាត់ក៏ទាញឡើងយ៉ាងលោភលន់លីវរូយ៉ានបានដើរចេញទៅដោយសំឡេងភ្លឺស្វាងមនុស្សដែលនៅសេសសល់ហាក់ដូចជាត្រូវបានចាក់សម្លាប់ចោលពេលឆ្នាំក្រោយមកខ្ញុំបានលក់វាបន្ទាយចាស់នេះនៅចំកណ្ដាលអ្នកលក់បានដឹកនាំអតិថិជនហើយការបង្ហាញលក់របស់ពួកគេគឺពេលអនុវត្តអតិថិជនម្នាក់បានសួរដោយស្ងាត់ថាតើខ្ញុំជាមនុស្សឬអត់ពួកគេទាំងអស់គ្នាបានផ្លាស់ចេញមុខរបស់ភ្នាក់ងារអចលនទ្រព្យខ្ញុំបានរសាត់បាត់មួយសន្ទុះខ្លាចជាមិនច្បាស់លាស់ខ្ញុំបានឈោមមួយឡែកហើយមិនបានចាក់ទេនៅពេលនោះខ្ញុំអាចឲ្យគាត់ពាក់វាបានអាហាររបស់អ្នកជិតខាងទាំងនោះប៉ុន្តែពួកគេគាត់បានជ្រើសរើសនៅជាមួយម៉ៅប៊ូហ្វានឈរដូចជាសត្វមុំសាសីនៅមាត់ទ្វាររបស់ខ្ញុំក្រោយមកពួកគេជាការពិតណាស់ខ្ញុំថែមទាំងគិតចង់បង្ខំចិត្តចូលទៅទៀតផងទ្វារមួយដែលពួកគេនឹងមិនដែលបើកឡើយទ្វារដែលមិនអាចឆ្លងកាត់បានទៅកាន់សេចក្តីស្លាប់នៅទីបញ្ចប់មនុស្សមួយចំនួនប្រៀបដូចជាទឹកជំនន់នោះឈឹសទាំងអស់បានមកយ៉ាងសាហាវរលកបានបាត់ទៅដោយស្ងៀមស្ងាត់ចំពោះខ្ញុំវិញខ្ញុំគ្រាន់តែជាមនុស្សម្នាក់ដែលត្រៀមខ្លួនសម្រាប់រឿងអ្នករស់មានជីវិតគ្រប់គ្រាន់ការផ្លាស់ទីលំនៅថ្ងៃនោះសិប្បករបានដើរចូលតាមទ្វារនៅពេលនោះពួកគេទាំងអស់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំងរួចបន្ទប់ខ្ញុំពេញទៅដោយសម្ភារៈប្រើប្រាស់អណ្ដាតឲ្យអ្នកកំពុងរើផ្សារទំនើបហើយឥឡូវអ្នកនៅផ្ទះហើយឬនៅខ្ញុំគ្រាន់តែញឹមហើយមិននិយាយអ្វីការពន្យល់ចន្លោះប្រហោងមួយចំនួនគឺពួកគេនឹងមិន
យល់ពីអ្វីដែលវាសនាបានផ្ដល់ឲ្យពួកគេទេភ្លាមនោះក្មេងស្រីម្នាក់បានដើរមកស្វាគមន៍នាងចំពោះខ្ញុំវាគឺជានាងកាលពី3ឆ្នាំមុនមីចាប់កំប៉ុងរបស់ខ្ញុំក្មេងស្រីនោះអស់រយៈពេល3ឆ្នាំកន្លងមកនេះខ្ញុំបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើកដើម្បីថែរក្សាជាមួយនឹងការភ្ជាប់តែមួយគត់នេះនាងក៏បានរួចរស់ជីវិតដែរលើកនេះខ្ញុំបានផ្លាស់ប្ដូរទីលំនៅហើយខ្ញុំក៏បានហើយខ្ញុំធ្លាប់គិតថាវាជាគ្រោះមហន្តរាយមួយកាលពីអតីតកាលជីវិតអាចវិលមករកភាពធម្មតាវិញទម្លាប់នៃការស្តុកទុកទំនិញពួកគេធ្លាប់សាមនឹងវាហើយប៉ុន្តែវាកាន់តែអាក្រក់ទៅហើយវាបានខ្លាចជារបស់ខ្ញុំប្រហែលជាមានតែមនុស្សដែលធ្លាប់ជួបប្រទះនឹងភាពអស់សង្ឃឹមបែបនេះតែពេលនោះទេទើបអ្នកនឹងយល់វាពោពេញដោយធ្នើគឺជារបស់តែមួយគត់នៅក្នុងលោកនេះអារម្មណ៍សុវត្ថិភាព